បាទខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាទីរាប់អានខ្ញុំបាទឈ្មោះម៉ៅស៊ីលជាគ្រូបង្រៀនរូបវិទ្យានៅវិទ្យាល័យស្វាយរៀងក្នុងខេត្តស្វាយរៀងថ្ងៃនេះដែរខ្ញុំមានវីដេអូពិសោធន៍បង្ហាញអំពីច្បាប់ទី2 Newton ដែលស្ថិតនៅក្នុងជំពូកទី1 មេកានិកមេរៀនទី2ច្បាប់ចលនារបស់ Newton ពណ៌38បាទវត្ថុបំណងនៃពិសោធន៍ថ្ងៃនេះយើងចង់ទៀងទាត់ច្បាប់ទី2 Newton ច្បាប់ទី2 Newton ពោលថាសន្ទុះរបស់អង្គធាតុមួយសមាមាត្រទៅនឹងកម្លាំងផ្គូផ្ដែលមានអំពើលើវាហើយច្រាស់សមាមាត្រទៅនឹងម៉ាស់របស់វាបាទអញ្ចឹងដើម្បីបញ្ជាក់ពីច្បាប់នេះឲ្យបានច្បាស់យើងមានពិសោធន៍ពីរករណីទី1គឺពិសោធន៍អំពីសន្ទុះជាមួយនឹងម៉ាស់ដោយរក្សាកម្លាំងឲ្យនៅថេរបាទមួយទៀតយើងសិក្សាទៅលើសន្ទុះជាមួយនឹងកម្លាំងដោយរក្សាម៉ាស់ឲ្យនៅថេរម្ដងបីទៀងទាត់ពិសោធន៍នេះយើងត្រូវមានសម្ភារៈដូចជាខ្សែនីឡុងបាទបំពង់បឺតប៉ោងស្នប់ស្គួតបិទឃ្លីតូចស្គួតថ្លានិងកន្ត្រៃយើងបានដឹងសម្ភារៈរួចហើយអញ្ចឹងយើងចូលមកដំឡើងសម្ភារៈពិសោធន៍ដូចតទៅអញ្ចឹងទី1គឺយើងយកខ្សែនីឡុងបាទខ្សែនីឡុងបន្ទាប់មកទៀតយើងសោកខ្សែនីឡុងចូលក្នុងបំពង់បឺតបាទចូលបំពង់បឺតប្រវែងប្រហែល15សង់ទីម៉ែត្ររួចហើយយើងយកខ្សែនីឡុងទៅចងនឹងចំណុចនឹងមួយឲ្យមានប្រវែងប្រហែល4ម៉ែត្របាទអញ្ចឹងក្រោយពីយើងចងខ្សែសន្ធឹងរួចហើយយើងនឹងពិសោធន៍បង្ហាញអំពីទំនាក់ទំនងម៉ាស់ជាមួយនឹងសន្ទុះបាទពិសោធន៍ករណីទី1បាទអញ្ចឹងយើងមានប៉ោងរួចហើយយើងសប់បាទបញ្ចូលខ្យល់ក្នុងប៉ោងឲ្យបានចំនួន50ដងបាទបន្ទាប់ពីយើងសប់ប៉ោងចំនួន50ដងរួចហើយយើងមកយកប៉ោងមកបិទជាប់នឹងបំពង់បឺតដែលសោកខ្សែនីឡុងចូលបានន័យថាប៉ោងនេះគឺយើងមិនបានភ្ជាប់ម៉ាស់ទេបាទរួចហើយយើងប្រឡែងមាត់ប៉ោងឲ្យផ្លាស់ទីអញ្ចឹងសូមលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាសង្កេតមើលចលនារបស់ប៉ោងរួចហើយកត់ទិន្នន័យចូលក្នុងតារាងទី1អញ្ចឹងខ្ញុំសូមរាប់1 2 3បាទអញ្ចឹងយើងចូលមកដល់ចំណុចលេខទី2យើងបញ្ចូលខ្យល់ក្នុងប៉ោងដដែលចំនួន50ដងបាទប៉ុន្តែប៉ោងនេះពេលដែលយើងបញ្ចូលខ្យល់រួចយើងត្រូវភ្ជាប់ឃ្លីបាទអញ្ចឹងប៉ោងត្រូវបានភ្ជាប់ជាមួយនឹងឃ្លីបាទនេះជាឃ្លីបាទនេះជាឃ្លីរួចហើយយើងយកប៉ោងដែលភ្ជាប់ឃ្លីទៅបិទភ្ជាប់ជាមួយនឹងបំពង់បឺតបាទបំពង់បឺតដោយបិទស្គុតបាទបិទបាទអញ្ចឹងយើងបានបិទប៉ោងភ្ជាប់ជាមួយនឹងទយោបំពង់បឺតរួចហើយដែលមានម៉ាស់ឃ្លី1បាទរួចហើយយើងធ្វើការប្រឡែងមាត់ប៉ោងរួចសង្កេតចលនារបស់ប៉ោងនិងកត់ត្រាទិន្នន័យដាក់ចូលក្នុងតារាងទី1បាទអញ្ចឹងខ្ញុំសូមរាប់ដំណង1 2 3បាទអញ្ចឹងយើងចូលមកដល់ការបង្ហាញចំណុចលេខ3ដែលយើងធ្វើដូចការពីចំណុចលេខ2ដែរគឺយើងយកបំពង់យកប៉ោងមកបញ្ចូលខ្យល់ឲ្យបានចំនួន50ដងរួចហើយយកប៉ោងហ្នឹងបិទជាប់យកឃ្លីចំនួន2មកបិទជាប់នឹងប៉ោងដែលយើងបានសប់រួចបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការសប់ខ្យល់ចូលបាទអញ្ចឹងក្រោយពីយើងបានសប់ប៉ោងរួចហើយយើងភ្ជាប់ឃ្លី2ទៅលើប៉ោង
រួចយកទៅបិទជាប់នឹងបំពង់បឺតដែលលាតសន្ធឹងតាមទិសដេកបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សសង្កេតចលនារបស់ប៉ោងប៉ោងពេលដែលយើងប្រឡែងមាត់ប៉ោងប៉ោងឲ្យផ្លាស់ទីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនអាចសង្កេតចលនារបស់ប៉ោងប៉ោងនិងកត់ត្រាទិន្នន័យចូលក្នុងតារាងទី1បាទអញ្ចឹងយើងចាប់ផ្ដើម1 2 3បាទអញ្ចឹងក្រោយពីលោកគ្រូអ្នកគ្រូសង្កេតមើលការពិសោធន៍លើកទី1អំពីទំនាក់ទំនងរវាងសន្ទុះនិងម៉ាស់រួចមកយើងនឹងបន្តចូលមកដល់ពិសោធន៍ទី2បាទយើងនិយាយអំពីទំនាក់ទំនងរវាងសន្ទុះនិងកម្លាំងដោយរក្សាម៉ាស់ឲ្យនៅថេរដោយយើងបំរែបំរួលចំនួនដងនៃស្នប់សពបញ្ចូលក្នុងប៉ោងប៉ោងម៉ាស់ថេរនេះគឺយើងយកឃ្លី2ភ្ជាប់ជាមួយនឹងម៉ាស់ប៉ោងប៉ោងអញ្ចឹងដើម្បីរក្សាម៉ាស់ឲ្យនៅថេរដោយមិនប្រែប្រួលម៉ាស់បាទអញ្ចឹងយើងប្រែប្រួលតែចំនួនដងនៃការបញ្ចូលខ្យល់ក្នុងប៉ោងប៉ោងបាទអញ្ចឹងខ្ញុំសូមដំណើរការពិសោធន៍តែម្ដងហើយក្នុងចូលខ្យល់ក្នុងប៉ោងប៉ោងចំនួន30ដងរួចហើយយើងសប់បាទអញ្ចឹងក្រោយពីយើងសប់ប៉ោងប៉ោងបញ្ចូលខ្យល់ចំនួន30ដងហើយភ្ជាប់ឃ្លី2ទៅនឹងប៉ោងប៉ោងបានន័យថាម៉ាស់របស់ឃ្លីបូកនឹងម៉ាស់របស់ប៉ោងប៉ោងបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសង្កេតមើលចលនារបស់ប៉ោងប៉ោងដូចតទៅបាទបាទខ្ញុំសូមរាប់1 2 3បាទឥឡូវយើងចូលមកក្នុងករណីពិសោធន៍លើកទី2បាទលើកទី2នេះគឺយើងបញ្ចូលខ្យល់ក្នុងប៉ោងប៉ោងចំនួន50ដងបាទដោយរក្សាម៉ាស់ឲ្យនៅថេរដដែលដោយប៉ោងប៉ោងលើកទី1បាទលើកទី1អញ្ចឹងខ្ញុំសូមដំណើរការតែម្ដងបាទអញ្ចឹងយើងសប់ចំនួន50ដង1 2 3អញ្ចឹងយើងចាប់ផ្ដើមសប់ខ្យល់ចូលប៉ោងប៉ោងចំនួន50ដងបាទ1 2 3 4 5បាទអញ្ចឹងបន្ទាប់ពីយើងសប់បញ្ចូលខ្យល់ក្នុងប៉ោងប៉ោងចំនួន50ដងហើយបិទភ្ជាប់ម៉ាស់បាទដូចករណីទី1រួចហើយយើងយកមកបិទជាប់នឹងបំពង់បឺតដែលនៅដេកនៅលើខ្សែដេកបាទរួចហើយយើងធ្វើការប្រឡែងមាត់ប៉ោងប៉ោងបាទមាត់ប៉ោងប៉ោងដើម្បីសង្កេតមើលចលនារបស់ប៉ោងប៉ោងនិងកត់ត្រាទិន្នន័យក្នុងតារាងទី2បាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សសង្កេតនិងតាមដានចលនារបស់ប៉ោងប៉ោងដូចតទៅបាទអញ្ចឹងខ្ញុំសូមរាប់1 2 3បាទអញ្ចឹងក្រោយពីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សសង្កេតនៅក្នុងករណីទី2រួចហើយយើងចូលមកដំណើរការពិសោធន៍ករណីទី3ដែលករណីទី3នេះយើងបញ្ចូលខ្យល់បាទនៅក្នុងប៉ោងប៉ោងចំនួន70ដងបាទអញ្ចឹងយើងភ្ជាប់ម៉ាស់ដដែលបាទគឺឃ្លី2ដដែលបាទទៅនឹងប៉ោងប៉ោងបាទអញ្ចឹងយើងចាប់ផ្ដើមសັບចោលចូលក្នុងប៉ោងប៉ោងចំនួន70ដង1 2 3 4បាទអញ្ចឹងក្រោយពីយើងបញ្ចូលខ្យល់ក្នុងប៉ោងប៉ោងចំនួន70ដងរួចបិទភ្ជាប់ឃ្លីទាំងពីរទៅលើប៉ោងប៉ោងយើងយកប៉ោងប៉ោងនោះមកភ្ជាប់ជាមួយនឹងបំពង់បឺតបាទរួចហើយយើងបំលាស់ទីប៉ោងប៉ោងបាទដោយប្រឡែងមាត់ប៉ោងប៉ោងបាទសូមលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសង្កេតចលនារបស់ប៉ោងប៉ោងបាទ1 2 3
3 បាទអញ្ចឹងក្រោយពីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សសង្កេតការពិសោធន៍ទាំង3លើកក្នុងពិសោធន៍លើកទី2នេះតើលោកគ្រូអ្នកគ្រូសង្កេតឃើញចលនារបស់ប៉ោងយ៉ាងដូចម្ដេចបាទក្រោយពីពិសោធន៍ទាំងពីរករណីបានបញ្ចប់ដោយផ្អែកទៅលើតារាងទិន្នន័យខាងលើតើលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សានុសិស្សអាចទាញសេចក្តីសន្និដ្ឋានបានយ៉ាងដូចម្ដេចបាទអញ្ចឹងវីដេអូពិសោធន៍របស់យើងថ្ងៃនេះក៏បានដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូពិសោធន៍របស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា